ថ្ងៃសៅរ៍ទី30ខែឧសភាឆ្នាំ2021ដែលត្រូវនឹងថ្ងៃសែនរបស់បងប្រុសមកថាថនគាត់តែជាកម្ចាស់ចំការគាត់ក៏បានប្រពនៅកម្មវិធីសែនដែលមានជ្រូកខ្វៃមួយទៅមន់មកគូបូរមវិយាតក្រូចស្រាស្រស្រាថ្នាំផ្លែឈើបងអែមចង្អាបឲ្យជាដើមណាព្រោះគាត់ត្រេកអរនៅទិន្នផលតែគាត់តែបានផ្ដល់ឲ្យគឺស្វាយចន្ទីរបស់គាត់គឺបានផ្ដល់ឲ្យផលដែលគាត់ថាទៅតាមអ្វីដែលគាត់ប្រាថ្នាបានគាត់ចង់បានครับបានហើយទៅពីការប្រមូលផលគាត់ក៏នាំកូនចៅមិត្តភ័ក្តិចិត្តចាយទិញជារបស់របរមកសែនព្រេនដើម្បីជាការរំលឹកដឹងគុណទៅដល់ចិន្តិទៅដល់ម្ចាស់ទឹកម្ចាស់ដីដែលមើលថែរក្សានៅចំការរបស់គាត់ឲ្យបានទទួលលទ្ធផលល្អនឹងបាទដូច្នេះហើយនេះគឺជារឿងមួយដែលគេតែងតែធ្វើនៅជាប្រចាំនៅពីចំនួនមួយទៅចំនួនមួយតាំងពីបុរាណកាលទៅនេះគឺមិនមែនជាយើងមិនមែនជាត្រឹមយើងធ្វើត្រឹមតែបច្ចុប្បន្នទេគឺវាមានយូរណាស់មកហើយទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមកតាំងពីចំនួនថាបុរេប្រវត្តិអញ្ចឹងក៏តែងតែដើរទៅណាទៅណីក៏សូមតែងតែបួងសួងឲ្យតែឃើញមានព្រៃធំដើមឈើធំនៅតំណែងកន្លែងណាកន្លែងណីគាត់ទៅព្រៃទៅជួញដូរឬក៏ទៅណាទៅណីក៏គាត់តែងតែបួងសួងឲ្យសូមកូនចៅបានក្រីសុខកូនចៅធ្វើនេះបានលទ្ធផលបានពេញចិត្តបានអ្វីដែលគាត់ប្រាថ្នាអ្វីគាត់ចង់បានអញ្ចឹងគាត់តែងតែបន់ស្រន់សូមឲ្យកូនចៅជិះផុតអំពីសត្រូវពីជំងឺអីផ្សេងៗទៅនៅពេលដែលគាត់ធ្វើទៅក៏បានដើរតាណាទៅបានសេចក្តីសុខសេចក្តីចម្រើនបានផលល្អអញ្ចឹងទៅគាត់តែងតែបំពេញនៅការសន្យារបស់គាត់ទៅតាមការសន្យារបស់គាត់អ្នកខ្លះទៅក៏អាចយកជាមន់ទាឬក៏ជ្រូកខ្វាយជ្រូកអីទៅដើម្បីយកមកថ្វាយជាដង្វាយទៅដល់ថានេះគឺថាជាអរូបីជាអបិយជំនឿមួយទេប៉ុន្តែនេះគឺជាទំនៀមទម្លាប់បានគាត់គិតថាក្នុងកម្ពីឬក៏ក្នុងសិភៅខ្មែរពាក្យចានគឺគេថាតែនិយាយថានៅទីណាឲ្យតែមានដើមឈើទីនោះតែងតែមានទេវតាឬក៏ថាអរុក្ខទេវតាថែរក្សាអញ្ចឹងទេវតាថែរក្សាដូច្នេះហើយគាត់ក៏រមិញតែងតែគិតថាដោយសារបានទេវតាឬក៏អរុក្ខទេវតាហ្នឹងថែរក្សាទៅគាត់បានសេចក្តីសុខគាត់បានទទួលធ្វើអ្វីបានទទួលលទ្ធផលជាទីគ្រប់ចិត្តអញ្ចឹងណាដូច្នេះហើយនៅពេលដែលគាត់បានប្រមូលផលរួចរាល់ហើយគាត់តែងតែធ្វើការរំលឹកដឹងគុណទៅដល់ពួកអស់លោកទាំងនឹងទោះបីតែគាត់មើលឃើញឬក៏មើលមិនឃើញក៏ដោយគាត់រមែងតែងតែដឹងគុណថាតែងសែនថ្វាយទៅតាមអ្វីដែលគាត់សន្យាបានបាទសូមអរគុណការនិយាយទៅវាមានការខុសឆ្គងកន្លែងណាក៏សូមបងប្អូននៅទស្សនាតែខន្តីអភ័យទោសទាំងអស់គ្នាផងបាទសូមអរគុណសូមជម្រាបលាបាទ